សួរកូនសិស្សជំរាបសួរអ្នកគ្រូចាថ្ងៃនេះដែរអ្នកគ្រូបានដំណឹងថាកូនសិស្សសម្ភារជាប់ថៅកែមានអារម្មណ៍មិនដែរអារម្មណ៍ភើបសប្បាយរីករាយរំភើបសប្បាយរីករាយតែទឹកមុខដូចសែតអញ្ចឹងអត់សែតលឿនពេកណោះបានជូនដំណឹងទៅគ្រូសាអីហើយនៅបានជូនដំណឹងទៅហើយគាត់សប្បាយចិត្តអត់សប្បាយចិត្តអញ្ចឹងមុននឹងឈានទៅដល់ការសម្ភារចំណាប់អារម្មណ៍កូនសិស្សទាំង3អ្នកគ្រូចង់ឲ្យណែនាំពីឈ្មោះអាយុនិងខេត្តដែលយើងមកហើយផ្សេងខ្ញុំមានឈ្មោះថាត្រីសុភ័ក្រអាយុ18ឆ្នាំឆ្នាំនេះហើយខ្ញុំមកពីខេត្តព្រៃវែងសប្តាហ៍ថ្ងៃខ្ញុំរស់នៅនៅកម្ពុជានៅជិតនេះដែរចាចំបាត់ពូទេពបណ្ណាតអាយុ32ឆ្នាំមកពីស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ខ្ញុំបាទឈ្មោះសីសុវិសាមកខេត្តមុខមុំមានអាយុ21ឆ្នាំអូខេមកពីខេត្តផ្សេងគ្នាធ្លាប់ស្គាល់គ្នាពីមុនមកអត់ធ្លាប់ស្គាល់ទៅស្គាល់គ្នានៅ BP មកស្គាល់គ្នានៅ BP តាក់ទងជាមួយនឹងការសម្ភារជាប់នេះយើងជាប់ទៅខាងផ្នែកណាដែរខ្ញុំខាងតតយោទឹកเนาะចុះខាងណាវិញខ្ញុំផ្នែកបែងចែកដៃសិនទេបែងចែកដៃខ្ញុំខាងបែងចែកដៃដែរទេបែងចែកដៃ2នាក់ទៅជាមួយគ្នាឬក៏យ៉ាងណាទៅជាមួយគ្នាអូខេល្អមែនតើបានទៅថៅកែជាមួយគ្នាកន្លែងជាមួយគ្នាអញ្ចឹងចេះស្ដាញ់មើលថែគ្នាហើយមុននឹងមកចុះឈ្មោះសម្ភារជាប់នៅខាងអ្នកគ្រូស្គាល់ក្រុមហ៊ុន BP តាមរយៈណាដែរខ្ញុំស្គាល់តាមរយៈ Facebook page តាមដានរយៈពេលប្រហែលសប្តាហ៍ទៅខ្ញុំតាមដានយូរដែរមិនសេរយៈពេល1ឆ្នាំព្រោះថាយើងត្រូវតាមដានច្បាស់លាស់សិនពីប្រវត្តិក្រុមហ៊ុននឹងមិនយើងអាចទុកចិត្តលើក្រុមហ៊ុននឹងបានទេចាអញ្ចឹងយើងតាមដានដល់ទៅ1ឆ្នាំដឹងព័ត៌មានអស់ហើយចាមានអីជាទំនុកចិត្តធ្វើយើងជឿជាក់លើក្រុមហ៊ុន BP ខ្ញុំមានទំនុកចិត្តលើដោយសារតែមើលទៅទីតាំងគាត់ច្បាស់លាស់ហើយមួយទៀតគាត់មានអំណាចច្បាស់លាស់ពីក្រសួងចាចុះបងបណ្ណាតវិញស្គាល់ក្រុមហ៊ុន BP តាមរយៈណាដែរតាមស្គាល់ក្រុមហ៊ុន BP តាមរយៈ Facebook page នេះគ្រូ Facebook page តាមរយៈពេល2ខែតាមដាន2ខែបានសម្រេចចិត្តមកចុះឈ្មោះហើយមកដល់ទីនេះមានអីជាទំនុកចិត្តដែលធ្វើឲ្យបងជឿជាក់លើក្រុមហ៊ុន BP ក្រុមហ៊ុន BP ឆ្លងកាត់ការអនុញ្ញាតពីក្រសួងដល់អញ្ចឹងខ្ញុំទុកចិត្តបានចាអញ្ចឹងដោយសារតែក្រុមហ៊ុន BP មានអាជ្ញាប័ណ្ណត្រឹមត្រូវដែលចេញពីក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈចាមកដល់ទីនេះមានឃើញកូនសិស្សអ្នកគ្រូរៀនច្រើនទេច្រើនបានជួនដំណើរសិស្សច្បងហើយនៅបានម្ដងបានជួនមកក្រុមឯណោះចាយើងជួនដំណើរហើយយើងសម័យដល់ថ្ងៃយើងហោះហើយចុះវិសាលវិញតើស្គាល់ក្រុមហ៊ុន BP តាមរយៈណាដែរខ្ញុំស្គាល់ក្រុមហ៊ុន BP តាមរយៈមិត្តភ័ក្តិគាត់តែនាំមកគាត់បានចេញទៅជប៉ុនហើយឬក៏យ៉ាងណាគាត់ចេញទៅហើយឈ្មោះគេដែរមីរ៉ាមីតមានដែរតាក់ទងមួយគាត់អត់លេងមួយគាត់រហូតណោះហើយការងារគាត់អីនៅនោះមិនដែរមានដែរតាក់ទងសួររឿងការងារអីហ៎ការងារគាត់អត់ប្របាក់ទេព្រោះអីគាត់មានជំនាញស្រាប់ចាអញ្ចឹងល្អមែនតើមានមិត្តភ័ក្តិនៅជប៉ុនអញ្ចឹងអ្នកគ្រូមិនសួរថាបាច់មានភ័យព្រួយបារម្ភខ្លាចក្រុមហ៊ុនអត់អាចបញ្ជូនទៅបានអីត្រូវអត់ចា100%គឺជឿជាក់លើក្រុមហ៊ុន BP ហើយចាអញ្ចឹងតើតើជាមួយនឹងការសម្ភារវិញយើងសម្ភារបានដងជាប់2ដងសម្ភារ2ដងបានជាប់មូលហេតុអីបានសម្ភារលើកទី1អត់ទាន់ជាប់មានលេខទី1យើងសម្ភាររៀនអត់សូវលះនិយាយអត់សូវម៉ាត់ហើយកាយវិការរៀនអត់សូវរស់រវើកយើងអត់សូវលះលហួនចាណាមួយជាលើកទី1របស់យើងផងហ្នឹងហើយចាភ័យផងអោផងចាលើកទី2នេះយើងត្រូវរៀបចំខ្លួនបែបណាធ្វើម៉េចដើម្បីឲ្យសម្ភារជាប់លើកទី2យើងទៅសម្ភារយើងនិយាយមើងម៉ាក់ច្បាស់លាស់ហើយទឹកមុខញឹមញែមរੂរេងហើយលះលហួនអូខេអញ្ចឹងបានធ្វើឲ្យយើងសម្ភារជាប់នៅលើកទី2នេះវាបាក់ទឹកចិត្តអីហ្នឹងអត់ទេណោះដោយសារតែការសម្ភារយើងមានច្រើនចុះបងបណ្ណាតវិញសម្ភារម្ដងជាប់សម្ភារម្ដងជាប់គ្រូសម្ភារតែម្ដងជាប់អញ្ចឹងន័យថាយើងមានសមត្ថភាពខ្លាំងហើយសម្ភារតែម្ដងជាប់ចឹងមានអីចែករំលែកដល់សិស្សបងអូនដែលគាត់ចង់មកសម្ភារខ្ញុំមានបទពិសោធន៍ចែករំលែកខ្លះទី1រៀបចំខ្លួនឲ្យបានស្អាតបាតលះលហួនមើងម៉ាត់គ្រប់ពេលវេលាទៅសម្ភារឲ្យបានទាន់ទៀងពេលចាអញ្ចឹងលេខរៀងបន្ទាប់នោះគឺយើងត្រូវគ្រប់ពេលវេលាព្រោះជប៉ុនគឺគេចូលចិត្តអ្នកដែលគ្រប់ពេលវេលាចាច
cho khả năng bây giờ xong khi mạng đông chọn ខ្ញុំសម្ភារ2ដងជាប់សិនសិន xong khi bị đông chọn đài một là hai đấy thơm xong khi lên tim nguyện toàn chọn á ដោយសារតែបានជួបតកែគាត់រវល់ក្នុងការងាររបស់គាត់ ចាចឹងដោយសារតែតកែគាត់អាក់ខាននៃការជួបយើងទើបយើងចាំសម្ភារលើកទី ហើយ 2ចឹងយើងសម្ភារតែម្ដងហ្នឹងដោយសារតែចាំជួបតកែរបស់យើង ហើយ ចាចឹងនេះជាការសម្ភារតកតងមួយកូនសិស្សតែគាត់ចែកនៃពីបទពិសោធន៍នៃការសម្ភារចុះតកតងជាមួយនឹងកំឡុងពេលនេះតាក្រុមហ៊ុនមានផ្ដល់ជាអត្ថប្រយោជន៍នេះខ្លះដល់កូនសិស្សដែរ ទីមួយកន្លែងស្នាក់នៅទឹកភ្លើង ចា ngày hôm chốc អាហារហូបចុក ហូបចុកពេលពីពេល អូខេចឹងតកតងមួយកន្លែងស្នាក់នៅទឹកភ្លើងអាហារហូបចុកអីអាចទទួលយកបានទេ បានល្អ ទទួលយកបានเนาะ ជួយយកបាន ចុះសិស្សច្បងអីគាត់រៀននៅទីនេះអីគាត់មានជួយណែនាំអី គាត់ជួយ ជួយ ណែ ណែ នាំ នាំច្រើន ជួយណែ ហើយ នាំ ចែកវេ ចែកបាត់ពិសោធន៍ច្រើន ចឹងគាត់ចែករំលែកបទពិសោធន៍តកតងមួយការសម្ភារអីផ្សេងៗនឹងជួយណែនាំច្រើន ហើយ ចាឥឡូវនេះសម្ភារជាប់ហើយមានអីបដិញ្ញាចិត្តអត់ bệnh nha chất là thật không răng riêng ខំប្រឹងរៀនចុះនៅវិញ ដាច់ចិត្តថាខិតខំប្រឹងរៀនដើម្បីទៅប្រទេសគេកុំឲ្យពិបាករឿងភាសា ចា ខ្ញុំបញ្ញាចិត្តថាខ្ញុំនឹងខំរៀនហើយនឹងខំធ្វើការដើម្បីយកលុយមកគ្រប់គ្រងគ្រួសារ អូខេបងអញ្ចឹងជាចុងក្រោយតើមានអីចង់ណែនាំទៅដល់ពុកម៉ែបងប្អូនដែលគាត់មានបំណងចង់ទៅជប៉ុននេះ ខ្ញុំចង់ណែនាំថាបើសិនជាចង់ឲ្យជីវភាពធូរធារជាងមុនយើងត្រូវមករកសាលា EP ចា ខ្ញុំចង់ណែនាំបងប្អូនបើចង់ចុះឈ្មោះទៅជប៉ុនមកសាលា BP ព្រោះមានទំនុកចិត្តខ្ពស់ hai bạch trăm khai là cầm hôn BP bao này của ấy cầm hôn BP chạy pi rồi xuống bao lo hay ចាហើយណាមួយមានបងប្អូនទៅតាមខាងអ្នកគ្រូហើយ hay ចាអញ្ចឹងសម្រាប់បងប្អូនដែលចង់ទៅធ្វើការងារនៅប្រទេសជប៉ុនបើសិនជាចង់ចូលរួមការសម្ភារដោយសារតែឥឡូវនេះយើងមានការសម្ភារច្រើនសិតតែការងារល្អៗត្រូវអីគ្រូសាស្ត្រ ហើយ ចាដែលកំពុងតែរើអញ្ចឹងអាចធ្វើការចុះឈ្មោះចូលរួមការសម្ភារបានអញ្ចឹងជាចុងក្រោយសូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់